កុំប្រើបណ្ដាញសង្គមដើម្បីតែមើលវីដេអូគេចេះប្រើដើម្បីរកចំណូលខ្លះផងបង្កើនការលក់ 20% ជាមួយនឹង K-Store App by BZadvisor Digital Loyalty Program ដែលផ្ដល់មុនស្នេហ៍ទៅដល់អតិថិជនរបស់អ្នកលក់ទំនិញតាម K-Store App ដែលមិនអស់កម្រៃជើងសារសូម្បីតែមួយសេនចង់លក់ដាច់ត្រូវតែលក់ជាមួយ K-Store App បាទទាំងអស់គ្នាទីផ្សារនៅលើបណ្ដាញសង្គមអូយធំណាស់បាទទាំងអស់គ្នាមើលគ្រាន់តែ Facebook អ្នកប្រើ 3000 លានអ្នកបាទTikTok អ្នកប្រើ 1.5 លានអ្នក YouTube 2.7 លានអ្នកអូយច្រើនមែនទែនបាទហើយនៅខ្មែរក៏ច្រើនដែរបាទ Facebook 13 លានអ្នកTikTok 10 លានអ្នក YouTube 9 លានអ្នកនេះជាតួលេខមួយធំមែនទែនចុះហេតុអីយើងប្រើយើងបានតែមកត្រឹមមកមើលណាបាទយើងអត់ចេះដើម្បីទាញទីផ្សារមកតាមរយៈបណ្ដាញសង្គមឬក៏បាទតោះគ្នារកចំណូលប្រចាំខែពី YouTube ឃើញទេបាទអញ្ចឹងកុំមើលកុំប្រើបណ្ដាញសង្គមបានតែចុច like បាទភាគច្រើនបាទអ្នកខ្លះមើលតែគេចុច like share ប៉ុន្តែអត់បានចំណូលអត់បានចំណេញចេញពីបណ្ដាញសង្គមបាទអត់ទេបាទតោះគ្នាគួរតែងាកមករកចំណូលផងកុំឲ្យប្រើយូរទៅអស់ពេលវេលាហើយអត់មានបានអីមកវិញណាបាទបណ្ដាញសង្គម3នេះគឺជួយអ្នកទាំងអស់គ្នាបានច្រើនណាស់បាទនៅក្នុងការរកចំណូលនៅក្នុងការកសាងយេហៅអាជីវកម្មរបស់អ្នកទាំងអស់គ្នា Facebook YouTube TikTok 3នេះគឺកម្ពូលបណ្ដាញសង្គមហើយអញ្ចឹងរើសយកមួយហើយធ្វើវាឲ្យខ្លាំងអញ្ចឹងទី1បាទគឺបណ្ដាញសង្គម Facebook លេខ1បាទ Facebook លេខ1អ្នកដែលប្រកែនៅលើ Facebook និយាយរួមធ្វើអីក៏ទៅមុខដែរបាទចំណូលច្រើនហ្នឹងណាបាទ Facebook ទីផ្សារលេខ1អញ្ចឹងទីផ្សារផលិតផលអ្នកទាំងអស់គ្នាខ្ញុំសឹងតែនិយាយទាំងអស់គ្នាហ្មងណាទីផ្សារផលិតផលគឺនៅលើ Facebook ឯងដោយសារហេតុអី13 លានអ្នកកំពុងតែប្រើ Facebook រាល់ថ្ងៃឃើញទេបាទហើយយើង13 លានអ្នកហ្នឹងណាគេគឺភ្ញៀវយើងហ្នឹងណាបាទភ្ញៀវអ្នកទាំងអស់គ្នាលក់ស្បែកជើងមានភ្ញៀវរបស់អ្នកទាំងអស់គ្នានៅលើ Facebook បាទលក់ម៉ូតូមានភ្ញៀវរបស់យើងនៅលើ Facebook លក់ឡានមានភ្ញៀវរបស់យើងនៅលើ Facebook អញ្ចឹងទីផ្សាររបស់ Facebook ធំណាស់បាទសូមអ្នកលក់ទាំងអស់គ្នាកុំមើល Facebook បានតែមើលគេបានតែពី share អត់ទេបាទហើយយើងត្រូវរៀនតិចនិចមួយ Facebook ផងអញ្ចឹងតិចនិចក្នុងការផុសវីដេអូផុសរូបភាពផុស status ឃើញទេនេះសុទ្ធតែជាអ្វីដែលយើងត្រូវរៀនព្រោះរៀនវាជួយទីផ្សារអាជីវកម្មយើងផងបាទហើយវាធ្វើឲ្យយីហោយើងគឺកាន់តែខ្លាំងហ្នឹងទី1ទី2ទី2នេះសំខាន់ណាស់បាទពួកអីទី2នេះវាជួយទាំងយីហោអាជីវកម្មអ្នកទាំងអស់គ្នាវាជួយទាំងលក់ជួយអ្នកទាំងអស់គ្នាលក់ប៉ុន្តែអ្វីដែលធំមួយទៀតគឺចំណូលប្រចាំខែបាទ channel YouTube អញ្ចឹងទី1គឺ Facebook ទី2គឺ YouTube បាទមួយខែបាន$1000មើលបាទទេអញ្ចឹងដូចខ្ញុំដោយសារធ្វើ Facebook យូរហើយបាទខែខ្លះឡើងរហូតដល់2000ក៏មានដែរបាទខែដែលរវល់អត់សូវបានធ្វើវីដេអូទេវាធ្លាក់មកវិញបាទប៉ុន្តែយ៉ាងណាបងប្អូនមើលមួយខែ1000ហើយគ្នាយើងខ្លះអូសក្តានុពលមែនទែនបាទជាពិសេសអ្នកកសិកម្មបាទតោះនេះអាចធ្វើវីដេអូពីកសិកម្មចែកម្លែកពីកសិកម្មបាទលក់កង្ហានធ្វើពីកង្ហានលក់គោធ្វើពីគោហ្នឹងបាទដាំបន្លែធ្វើពីបន្លែហើយណាគេអ្នកមើលគឺអ្នកទិញយើងអ្នកទិញយើងប៉ុន្តែក្រៅពីហ្នឹងគឺទាំងអស់គ្នានឹងរកចំណូលពី YouTube បាទហើយខ្ញុំធ្វើនៅក្នុងមេរៀនរកចំណូលតាម YouTube បាទនិយាយរួមខ្ញុំបានប្រាប់ទៅទាំងអស់គ្នាថាមោទនភាពនៅពេលដែលលុយហ្នឹងវាចូលក្នុងកង់បាទហើយលុយហ្នឹងចូលអូតូមកដល់ខែចូលហើយមោទនភាពត្រង់ថាគឺ Google ជាអ្នកបង់លុយមកខ្ញុំឃើញទេបាទអញ្ចឹងតោះគ្នាមើលនាំគ្នាបន្តិចមើលបាទចំណាយពេលបាទចំណាយពេលខ្លះយើងកសាងយេហោអាជីវកម្មយើងកសាងយេហោខ្លួនឯងបាទប៉ុន្តែចំណាយពេលដដែលហ្នឹងក្រៅពីជួយយើងលក់គឺយើងបានលុយបាទ2ច្រកមួយច្រកពីការលក់ផលិតផលឬក៏សេវាកម្មយើងប៉ុន្តែមួយច្រកទៀតបាទគឺចំណូលមកពី YouTube ផ្សាយពាណិជ្ជកម្មលើ YouTube ហ្នឹងគឺចំណូលចូលយើងប្រចាំខែអញ្ចឹងណាបាទអញ្ចឹងតោះគ្នាចង់ចេះនៅក្នុងការតិចនិចនៅក្នុងការរកចំណូលតាម YouTube អាចចូលរៀនវគ្គបាទនៅលើ Baksai Academy ខ្ញុំបានធ្វើមេរៀននឹងផ្ទាល់បាទនៅក្នុងហ្នឹងនិយាយពីគោលដៅក្នុងការបង្កើត YouTube កុំឲ្យទាំងអស់គ្នាទៅចេះតែធ្វើផ្ដេសផ្ដាសអត់ទេបាទហើយប្រភពធំមានរហូតដល់4
ប្រភពមេរៀនទី2គឺប្រភពចំណូលពី YouTube បាទមានរហូតដល់4មេរៀនទី3គឺមាតិកាដែលរកចំណូលបានច្រើនវីដេអូខ្លះធ្វើថាមកវីដេអូបាន$350វ៉ាមនុស្សមើលប្រហែលជាមួយឆ្នាំបាន$350បាទតិចនិចនៅក្នុងការបង្កើត YouTube ខ្លីៗសម្រាប់បងប្អូនដែលអត់ចេះសោះហ្មងតោះនេះចូលរៀនទៅបាទហើយក៏លឹះធ្វើវីដេអូខ្ញុំចំណាយពេល13ឆ្នាំហើយមួយវីដេអូណាតោះនេះរៀនរយៈពេល1ម៉ោងនេះយើងរៀនខ្លីៗវាលឿនវាឆាប់ណាហើយតោះនេះត្រូវដឹងគោលការណ៍របស់ YouTube កុំចេះតែធ្វើខុសគោលការណ៍អត់ទេវាអត់ឲ្យយើងរកលុយទេបាទហើយរបៀបទទួលលុយពី YouTube អញ្ចឹងគឺមានរបៀបខ្លីៗដែលយើងអាចដាក់កុងធនាគារទៅបាទដល់ខែ YouTube គេតម្លាក់លុយឲ្យអីចឹងណាអញ្ចឹងចូលរៀនទៅបាទហើយកសាងខ្លួនឯងមួយខែឲ្យបាន1000ពី YouTube មកបាទខ្ញុំធ្វើបានអ្នកនរនេះក៏ធ្វើបានដែរដូចគ្នាយើងហ្នឹងទី2ទី3គឺ TikTok ទីផ្សារលេខ1សម្រាប់យុវវ័យបាទហើយតោះនេះមើលយុវជនទីផ្សារសំខាន់ណាស់គ្រប់ផលិតផលទាំងអស់គឺត្រូវការយុវជនគ្រប់គ្រងបាទហើយ TikTok រុញលឿនណាខ្ញុំជួបមួយមេ TikTok នៅខ្មែរក៏គាត់និយាយចឹងដែរបាទគឺ TikTok រុញសាប៊ូក្លិនផលិតដោយកូនខ្មែរស្តង់ដារអន្តរជាតិសាប៊ូក្លិនពណ៌ខៀវកម្ចាត់អង្គែអស់គ្មានសល់កាត់បន្ថយការរលាកហើយវាធ្វើឲ្យត្រជាក់ស្បែកក្បាលជួយឲ្យសរសៃសក់យើងនឹងរឹងមាំនិងមានសុខភាពល្អសាប៊ូក្លិនជានិមិត្តរូបផលិតផលជាតិយើងហើយផលិតផលយើងផលិតមិនចាញ់ផលិតផលនាំចូលទេអញ្ចឹងនាំគ្នាគ្រប់គ្រងផលិតផលជាតិយើងទាំងអស់គ្នាលឿនមែនតើហើយសពថ្ងៃនេះ TikTok មិនមែនសម្រាប់តែរឿងកំ pl ែងរឿងកំសាន្តទេអត់ទេសំបីរឿងរ៉ូស៊ីក៏នៅលើ TikTok ដែរបើហើយកសាង TikTok ឆាប់ល្បីជាពិសេសនៅក្នុងចំណោមយុវវ័យបើទាំងអស់គ្នា fan របស់អ្នកទាំងអស់គ្នាជាយុវវ័យរុញតាម TikTok បាទហើយឥឡូវហ្នឹងអាច boot បានទៀតហ្នឹងណាបាទហើយសម្រាប់គ្នាយើងដែលអត់ចេះសោះទេបាទមានវគ្គមួយទៀតដែរបាទគឺក្រុមការងារចាប់ Q គាត់រៀបចំបាទបរៀនតាមអនឡាញទាំងអស់គ្នារៀនតិចចឹងណាអូគាត់បរៀនបច្ចេកទេសច្រើនបាទគាត់បរៀនអ្នកទាំងអស់គ្នាឲ្យស្គាល់ TikTok ឲ្យចេះប្រើ TikTok សម្រាប់អាជីវកម្មប្រភេទកម្មវិធីនៅលើ TikTok របៀបបង្កើតការពាររៀបចំគណនីនៅលើ TikTok ហ្នឹងណាបាទរបៀបធ្វើTikTok personal TikTok business របៀប boot បាទរបៀបឆែកមើលសុខភាពគណនី TikTok របៀបបង្ហោះមាតិកាវីដេអូធ្វើឲ្យត្រូវហ្នឹងណាបាទរបៀប boot នៅលើ TikTok បាទរឿងដែលសំខាន់បាទហើយគាត់ថាក៏ទាំងអស់គ្នាអាចនឹងមានលទ្ធភាពដើម្បីរកចំណូលចូលមកពី TikTok ដែរអញ្ចឹងទាំងអស់គ្នាអាចចូលរៀនបានតាម link ដែលខ្ញុំតម្លាក់នៅក្នុងខ្ទង់ comment សម្រាប់វគ្គ YouTube ហើយនិងវគ្គ TikTok បាទពីរនេះគឺជួយអ្នកទាំងអស់គ្នាខ្លាំងណាស់អញ្ចឹងពីថ្ងៃនេះទៅកុំប្រើបណ្ដាញសង្គមបានតែ share វីដេអូគេអត់ទេចេះប្រើដើម្បីរកចំណូលផងដើម្បីខ្លួនឯងបាទមើលបានចំណេះដឹងបាទហើយផុសបានចំណូលការលក់ 20% ជាមួយ K-Store App by BZ Advisor ជាមួយនឹងមុខងារដែលមានភាពតាក់ទាញជាច្រើនប្រភេទផ្សេងៗគ្នាដូចជាកាតសមាជិក Digital ដោយមិនប្រើកាតឬហៅលេខទូរស័ព្ទតាមដានពិន្ទុសន្សំនិងបដូររង្វាន់នៅក្នុង App ផ្ដល់អត្ថប្រយោជន៍រាល់ពេល Top Up នៅក្នុង e-wallet គ្រប់គ្រង promotion ដ៏ច្រើនសម្បូរបែបដោយស្វ័យប្រវត្តិ Digital Coupon ដែលមានភាពបត់បែនមុខងារទាំងអស់នេះអតិថិជនរបស់អ្នកអាចប្រើប្រាស់បានដោយគ្រាន់តែធ្វើការ scan អ្នកក៏អាចធ្វើការលក់ទំនិញតាម K-Store App ដោយមិនចាំបាច់ចំណាយកម្រៃជើងសារសូម្បីតែ1សេនអ្វីដែលពិសេសមួយទៀតនោះ K-Store App នឹងធ្វើការ integrate ជាមួយនឹង Easy Accounting Software Easy Warehouse and Easy POS ដោយស្វ័យប្រវត្តិតាក់ទងមកពួកយើងនៅពេលនេះដើម្បីបង្កើនការលក់របស់អ្នក 20% ជាមួយនឹង K-Store App by BZ Advisor